ផ្ទះឈើចាស់នៅកណ្ដាលភាពស្ងាត់ត្រូវបានស្ត្រីពេញវ័យម្នាក់ជួលចូលរស់នៅតាំងពីជំហានដំបូងនាងមានអារម្មណ៍ថាជញ្ជាំងមើលនាងវិញស្នាមប្រេះតូចៗលើឈើដូចជាកំពុងដកដង្ហើមតាមចង្វាក់មនុស្សរស់យប់ដំបូងសំឡេងខ្សឹបចេញពីជញ្ជាំងហៅឈ្មោះនាងពន្លឺភ្លើងភ្លឹបផ្លាត់ហើយអារម្មណ៍ដូចមាននរណាម្នាក់ដើរជុំវិញគ្រែនាងគិតថាជាការស្រមោស្រមៃប៉ុន្តែភ្នែកមួយបើកនៅលើជញ្ជាំងព្រឹកបន្ទាប់អ្នកថែផ្ទះចាស់ម្នាក់មកដល់ហើយញញឹមស្ងៀមគាត់ផ្ដល់កូនសៅចាស់និងប្រាប់ថាគុំស្ដាប់សំឡេងម៉ោងយប់ប៉ុន្តែគាត់មិនបញ្យល់ថាហេតុអ្វីទេបន្ទាប់មកអ្នកស្រាវជ្រាវម្នាក់ចូលមកព្រោះមានករណីមនុស្សបាត់នៅផ្ទះនេះជាច្រើនគាត់ចាប់ផ្ដើមសង្កេតឃើញថាជញ្ជាំងមិនមែនឈើធម្មតាទេវាដូចជាសាច់មានជីវិតយប់ទី2ផ្ទះចាប់ផ្ដើមដកដង្ហើមពិតជញ្ជាំងឡើងចុះដូចទ្រូងមនុស្សភ្នែកលើជញ្ជាំងបើកបិទតាមចង្វាក់ដង្ហើមពន្លឺត្រូវស៊ីបាត់បន្តិចម្ដងស្ត្រីឃើញរូបខ្លួនឯងក្នុងជញ្ជាំងប៉ុន្តែរូបនោះញញឹមមុននាងវាចាប់ផ្ដើមធ្វើចលនាមិនដូចនាងទេនាងចាប់ផ្ដើមយល់ថាមានខ្លួនឯងម្នាក់ទៀតនៅក្នុងជញ្ជាំងអ្នកស្រាវជ្រាវប៉ះជញ្ជាំងហើយវាធ្វើឲ្យមានប្រតិកម្មដូចស្បែករស់ភ្នែករាប់រយបោកឡើងជុំវិញគាត់ស្រមោលរបស់គាត់ចាប់ផ្ដើមដើរដូចខ្លួនឯងអ្នកថែផ្ទះបង្ហាញអាកប្បកិរិយាខុសធម្មតាដូចជាគាត់មិនមែនមនុស្សទេតែជាផ្នែកមួយនៃផ្ទះកូនសៅរបស់គាត់ចាប់ផ្ដើមប្រែជាធ្មេញរស់យប់បន្តទៅទៀតជញ្ជាំងចាប់ផ្ដើមនិយាយជាសំឡេងខ្សឹបវាប្រាប់អត្ថកំបាំងរបស់មនុស្សទាំង3អ្វីដែលពួកគេធ្លាប់លាក់ផ្ទះមិនត្រឹមតែមើលតែវាកំពុងអានចិត្តផ្ទះចាប់ផ្ដើមបង្កើតផ្លូវថ្មីដែលមិនមាននៅពេលថ្ងៃទ្វារបើកទៅកន្លែងគ្មានទីបញ្ចប់អាកាសคล้ายជាខ្មៅដូចក្នុងភ្នែកធំមួយស្ត្រីត្រូវអូសចូលជញ្ជាំងបន្តិចម្ដងស្បែករបស់នាងចាប់ផ្ដើមប្រែជាឈើនាងស្រែកតែសំឡេងត្រូវស៊ីបាត់ដោយជញ្ជាំងអ្នកស្រាវជ្រាវឃើញថាភ្នែកលើជញ្ជាំងកំពុងរៀបចំរូបមនុស្សគាត់វិញវាមិនចម្លងទេវាកំពុងបង្កើតជំនួសគាត់ផ្ទះទាំងមូលคล้ายជាសត្វធំមួយមានបេះដូងមានដង្ហើមមានភ្នែករាប់មិនអស់វាមិនមែនផ្ទះទៀតទេតែជាសត្វដែលមើលគ្រប់ពិភពមនុស្សទាំង3ចាប់ផ្ដើមបាត់បង់រាងកាយប្រែជាផ្នែកនៃជញ្ជាំងអ្នកថែផ្ទះញញឹមហើយបាត់ខ្លួនចូលទៅក្នុងឈើដូចជាគាត់តែងតែនៅទីនោះរួចហើយអ្នកស្រាវជ្រាវស្រែកតែសំឡេងគាត់ត្រូវបិទស្រមោលគាត់คล้ายជាផ្នែកនៃជញ្ជាំងដើរដោយខ្លួនឯងស្ត្រីនៅសល់តែភ្នែកបន្ទាប់មកការពិតត្រូវបង្ហាញពួកគេមិននៅក្នុងផ្ទះទេពួកគេនៅក្នុងភ្នែករបស់សត្វធំមួយដែលកំពុងមើលពិភពខាងក្រៅជញ្ជាំងទាំងអស់បត់បែនដូចស្បែកមនុស្សផ្ទះคล้ายជាមុខធំមួយដែលកំពុងបើកភ្នែករាប់ពាន់ទៅលើពិភពលោកចុងក្រោយភ្នែកទាំងអស់ចាប់ផ្ដើមបិទជាបន្តបន្ទាប់ស្ងាត់ដូចអ្វីបានបញ្ចប់ប៉ុន្តែអារម្មណ៍មួយនៅតែមានវាមិនស្លាប់ទេវាគ្រាន់តែកំពុងគេងហើយរងចាំអ្នកបន្ទាប់ដែលចូលមកមើលជញ្ជាំងនេះ